បងប្អូនធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាសហរដ្ឋអាមេរិកបានក្លាយជាប្រទេសមហាអំណាចនៅលើពិភពលោកទាំងដែលអាមេរិកទើបតែកកើតប្រទេសបានប្រមាណជាង200ឆ្នាំប៉ុណ្ណោះបងប្អូនដឹងថានេះគឺជា Channel YouTube របស់ខ្ញុំហើយខ្ញុំនឹងចាប់ផ្ដើមធ្វើវីដេអូវែងៗដល់បងប្អូនខ្ញុំជឿថាប្រហែលជាមានបងប្អូនជាច្រើនធ្លាប់បានឃើញខ្ញុំនៅក្នុង Facebook ពីព្រោះថាកន្លងមកខ្ញុំធ្លាប់តែបានធ្វើវីដេអូចំណេះដឹងខ្លីៗនៅតាម Facebook ហើយនិង TikTok ហើយក៏ដោយសារតែមានបងប្អូនជាច្រើនសូមឲ្យខ្ញុំធ្វើវីដេអូវែងៗចឹងខ្ញុំក៏សម្រេចចិត្តថាធ្វើវីដេអូវែងៗសម្រាប់ផុសនៅក្នុង YouTube អញ្ចឹងបងប្អូនដែលចង់ស្ដាប់ចំណេះដឹងវែងៗក៏ដូចជាចំណេះដឹងដែលពិតប្រាកដបងប្អូនអាចចូលមកស្ដាប់នៅក្នុង YouTube Channel របស់ខ្ញុំបានដោយដែលបងប្អូនបានដឹងហើយថាអាមេរិកទទួលបានឯករាជ្យពេញលេញនៅឆ្នាំ1776បើយើងគិតទៅវាហាក់ដូចជាមិនសមសោះថាប្រទេសទើបតែកើតបានប្រមាណជាង200ឆ្នាំប៉ុន្តែអាចធ្វើជាបងធំពិភពលោកបានប៉ុន្តែបងប្អូនដឹងថារឿងនេះវាកើតឡើងបានវាមិនមែនជារឿងចៃដន្យនោះទេនៅលើពិភពលោកយើងនេះអ្នកណាក៏ដឹងដែរពីអានុភាពរបស់មហាអំណាចមួយនេះអញ្ចឹងអ្វីដែលបងប្អូនត្រូវដឹងគឺថាពាក្យថាមហាអំណាចនេះគឺផ្អែកលើកត្តាទាំងអស់នេះទី1គឺសេដ្ឋកិច្ចធំជាងគេទី2យោធាធំជាងគេទី3 GDP ធំជាងគេប៉ុន្តែបងប្អូនដឹងថាអ្វីដែលសំខាន់ជាងនេះទៅទៀតវាគឺជាទំនុកចិត្តដោយដែលបងប្អូនបានដឹងហើយថានៅលើពិភពលោកយើងនេះគឺមានតែប្រទេសមួយនេះទេដែលពិភពលោកទុកចិត្តហើយបងប្អូនដឹងថាទំនុកចិត្តនេះវាកើតឡើងបានដោយសារអ្វីគឺដោយសារតែប្រព័ន្ធដឹកនាំរបស់សហរដ្ឋអាមេរិកល្អបំផុតវាមិនល្អឥតខ្ចោះទេប៉ុន្តែវាល្អបំផុតមែនបងប្អូនដឹងថានៅសហរដ្ឋអាមេរិកអំណាចមិនស្ថិតទៅលើតែប្រធានាធិបតីតែម្នាក់ទេនិយាយឲ្យចំប្រធានាធិបតីគ្មានសិទ្ធិសម្រេចកិច្ចការងារខ្លះតាមតែចិត្តបាននោះទេផ្ទុយទៅវិញអំណាចត្រូវបានបែងចែកជា3ផ្សេងគ្នាទី1គឺអំណាចនីតិបញ្ញត្តិដែលយើងតែងតែហៅថាសភាហ្នឹងទី2អំណាចប្រតិបត្តិដែលជាអំណាចរបស់ប្រធានាធិបតីនិងទី3អំណាចតុលាការបងប្អូនប្រហែលជាធ្លាប់ឆ្ងល់ហើយថាហេតុអ្វីបានជាអំណាចត្រូវបានបែងចែកច្រើនម្ល៉េះមិនដេចមិនឲ្យអំណាចហ្នឹងទៅប្រធានាធិបតីទាំងអស់ទៅបងប្អូនដឹងថាត្រង់កន្លែងនេះហើយដែលធ្វើឲ្យយើងត្រូវចេះគិតពិចារណាឲ្យបានច្បាស់លាស់ហើយនេះហើយវាគឺជាហេតុផលដែលធ្វើឲ្យអាមេរិកក្លាយជាប្រទេសដែលខ្លាំងលើពិភពលោកហេតុផលដែលត្រូវបែងចែកអំណាចចេញជា3នេះគឺដោយបងប្អូនបានដឹងស្រាប់ហើយថាមនុស្សយើងទោះបីជាខ្លាំងពូកែប៉ុណ្ណាក៏ដោយក៏មិនមែនមានន័យថាធ្វើអ្វីសុទ្ធតែត្រូវឬធ្វើអ្វីមួយមិនចេះខុសនោះទេដូច្នេះហើយបានជាមានការងារល្មមខ្លះគឺប្រធានាធិបតីមានសិទ្ធិសម្រេចតែឯងតែម្ដងប៉ុន្តែរឿងខ្លះទៀតត្រូវឆ្លងយោបល់ពីសភាសិនចឹងហើយបានជាមានការងារខ្លះវារៀងយឺតយ៉ាវបន្តិចវាអាចនិយាយបានថានេះជាគុណវិបត្តិរបស់ប្រជាធិបតេយ្យប៉ុន្តែគុណវិបត្តិនេះនឹងកែប្រែទៅជាគុណសម្បត្តិវិញព្រោះតែការងារខ្លះយឺតបន្តិចមែនប៉ុន្តែវាមិនងាយខុសហើយវាមានគុណភាពអញ្ចឹងអ្វីដែលបងប្អូនត្រូវដឹងវាមិនដូចប្រទេសដែលកាន់លទ្ធិកុម្មុយនីសទេដែលអំណាចស្ថិតនៅលើមនុស្សតែម្នាក់ដូច្នេះរឿងមួយចំនួនវាមិនមានប្រសិទ្ធភាពនោះទេព្រោះតែលទ្ធិកុម្មុយនីសតែងតែគិតថាខ្លួនឯងចេះខ្លាំងជាងគេរហូតអញ្ចឹងមិនបាច់ឆ្លងយោបល់ឬក៏ការពិភាក្សាអីនោះទេនេះជាហេតុផលដែលចិនមិនអាចក្លាយជាមហាអំណាចបានគិតទៅវាកំ pl ដែរដែលចិនចង់ក្លាយជាមហាអំណាចប៉ុន្តែមិនបានឆ្លុះកញ្ចក់មើលពីប្រព័ន្ធដឹកនាំរបស់ខ្លួនឯងបងប្អូនត្រូវដឹងថាប្រទេសមួយដែលក្លាយជាមហាអំណាចគឺទាល់តែប្រទេសនោះជាប្រទេសដែលគេគោរពនិងទុកចិត្តច្រើននិងជាប្រទេសដែលមានសិទ្ធិសេរីភាពពេញលេញជាប្រទេសដែលគោរពសិទ្ធិមនុស្សម្យ៉ាងវិញទៀតទាល់តែលើពិភពលោកចាយលុយប្រទេសនោះបងប្អូនធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាប្រទេសលើពិភពលោកគេយកតែលុយដុល្លារនេះក៏ព្រោះតែអាមេរិកជាប្រទេសដែលគេទុកចិត្តបំផុតនោះឯងហើយអ្វីដែលបងប្អូនត្រូវដឹងមួយទៀតគឺថាលុយដុល្លារនេះអាមេរិកមិនបាត់បង្ខំឲ្យប្រទេសណាមកកាន់លុយដុល្លារចរាចរលុយដុល្លារនោះទេគឺប្រទេសនៅលើពិភពលោកជាអ្នកជ្រើសរើសដោយខ្លួនឯងប៉ុន្តែបើសិនជាចិនវិញដែលចង់ក្លាយជាមហាអំណាចគឺវាផ្ទុយពីពិភពលោកចង់បានដូច្នេះបើចិននៅតែកាន់លទ្ធិកុម្មុយនីសបែបនេះកុំថាឡើយ50ឆ្នាំទៀតទោះជា5000ឆ្នាំទៀតក៏ចិនមិនអាចក្លាយជាមហាអំណាចបានដែរម្យ៉ាងទៀតអាមេរិកជាប្រទេសគោរពច្បាប់បំផុតដោយដែលបងប្អូនបានដឹងហើយគ្រប់ប្រធានាធិបតីទាំងអស់គឺមានសិទ្ធិកាន់អំណាចបានតែ2អាណត្តិប៉ុណ្ណោះដែលនៅក្នុងមួយអាណត្តិគឺមានរយៈពេល4ឆ្នាំអ្វីដែលសំខាន់មិនមែនចប់អាណត្តិទី1ហើយប្រធានាធិបតីមានសិទ្ធិឡើងកាន់អំណាចក្នុងអាណត្តិទី2បានដោយស្វ័យប្រវត្តិខ្លួនឯងទេតែគឺត្រូវមានការបោះឆ្នោតម្ដងទៀតបើតាមខ្ញុំដឹងគឺថានៅលើពិភពលោកមិនមានច្រើនប្រទេសទេដែលធ្វើបែបនេះប៉ុន្តែសួរថាហេតុអ្វីបានជាអាមេរិកចេញច្បាប់បែបនេះនេះក៏ព្រោះតែគេដឹងថាមនុស្សម្នាក់មានការគិតខុសគ្នាក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រទេសដូចជាពិភពលោកផ្សេងពីគ្នាការយល់ឃើញក៏ផ្សេងពីគ្នាដែរប៉ុន្តែបើទោះបីជាប្រធានាធិបតីណាមួយឡើងកាន់អំណាចក៏ដោយក៏គេតែងតែគិតពីផលប្រយោជន៍រួមរបស់ប្រទេសដូចគ្នាដែរអញ្ចឹងអ្វីដែលបងប្អូនត្រូវដឹង
ដើម្បីធ្វើឲ្យប្រទេសមួយខ្លាំងគឺប្រទេសហ្នឹងត្រូវមានធនធានមនុស្សខ្លាំងបងប្អូនដឹងគាត់ថាហេតុអ្វីបានជាអាមេរិកសម្បូរមនុស្សខ្លាំងតាមពិតទៅរឿងនេះបងប្អូនអាចនឹងមិនទាន់បានដឹងក៏ថាបានដែរបងប្អូនធ្លាប់ឮពាក្យថាសហរដ្ឋអាមេរិកជាទឹកដីនៃអាកាសដែរឬទេវាគឺជាការពិតវាជាទឹកដីនៃអាកាសពិតមែនដែលអាមេរិកជាប្រទេសតែមួយគត់ដែលបានបើកចិត្តទូលាយឲ្យមនុស្សជុំវិញលើពិភពលោកចូលមករស់នៅនិងធ្វើការនៅក្នុងប្រទេសនេះមិនថាតំណែងអ្វីឬចង់រកស៊ីអ្វីក៏ដោយឲ្យតែយើងមានសមត្ថភាពជាក់ស្ដែងមានមហាសេដ្ឋីដូចជា Bill Gates, Mark Zuckerberg, Elon Musk ពួកគាត់គឺសុទ្ធតែជាជនអន្តោប្រវេសន៍ទេដែលបានចូលមករស់នៅសហរដ្ឋអាមេរិកហើយជនអន្តោប្រវេសន៍ទាំងអស់នេះហើយដែលបានបង្កើតបច្ចេកវិទ្យាខ្លាំងៗនិងឧបករណ៍ទំនើបៗជាច្រើនសម្រាប់ឲ្យមនុស្សលើពិភពលោកប្រើប្រាស់ម្យ៉ាងវិញទៀតបងប្អូនដឹងអត់ថាហេតុអ្វីបានជាភាគច្រើនសុទ្ធតែជាជនអន្តោប្រវេសន៍អញ្ចឹងសម្រាប់ការផ្ដល់ចម្លើយនៅក្នុងសំណួរនេះគឺខ្ញុំនិយាយតាមអ្វីដែលខ្ញុំបានយល់ឃើញតែប៉ុណ្ណោះវាមិនត្រូវ 100% ទេអញ្ចឹងបងប្អូនអាចគិតពិចារណាបានដោយខ្លួនឯងបន្ថែមពីព្រោះនេះវាគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេមូលហេតុដែលអ្នកពូកែគឺជាជនអន្តោប្រវេសន៍ពីព្រោះថាបុគ្គលទាំងអស់នោះគឺសុទ្ធតែជាអ្នកចេញមកពីគ្រួសារដែលក្រីក្រលំបាកដែលប្រភេទមនុស្សទាំងនេះបានយល់ដឹងពីជីវិតដែលលំបាកទើបធ្វើឲ្យពួកគេរើបំរាស់មានចិត្តមួយខំប្រឹងប្រែងធ្វើការព្រោះមិនចង់នៅក្របងប្អូនដឹងអត់ថាមនុស្ស 80% នៃមនុស្សពិបាកគឺជាមនុស្សដែលយល់ពីជីវិតច្បាស់និងមានចិត្តអត់ធ្មត់ព្រមទាំងមានចរិតចាស់ទុំមុនអាយុជាងមនុស្សដែលមិនធ្លាប់ពិបាកសហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលបានបើកចិត្តឲ្យប្រទេសទាំងអស់អាចរកស៊ីជាមួយនឹងអាមេរិកបានហើយក៏មានប្រទេសជាច្រើននៅលើពិភពលោកដែលក្លាយទៅជាប្រទេសអ្នកមានដោយសារតែការរកស៊ីជាមួយនឹងអាមេរិកនេះឯងដែលនៅក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរអាមេរិកនេះហើយដែលជាទីផ្សារធំបំផុតរបស់កម្ពុជាដែលនៅក្នុងមួយឆ្នាំកម្ពុជាយើងបាននាំចេញអីវ៉ាន់ទៅលក់នៅសហរដ្ឋអាមេរិកជាង $10,000 លានអ្វីដែលសំខាន់ជាងនេះមានតំណែងមួយចំនួនគឺអាមេរិកមិនបានយកពន្ធពីប្រទេសកម្ពុជាយើងនោះទេហើយក៏មានតំណែងមួយចំនួនទៀតដែលអាមេរិកបានកាត់បន្ថយពន្ធឲ្យនៅទាបបំផុតដើម្បីជួយសេដ្ឋកិច្ចកម្ពុជាសរុបមកអ្វីដែលខ្ញុំនិយាយនេះមិនមែនខ្ញុំកាន់ជើងខាងនេះកាន់ជើងខាងនោះសរសើរខាងនោះបង្អាប់ខាងនេះនោះទេគ្រាន់តែថាអ្វីដែលល្អយើងយកជាគំរូទៅពីព្រោះដូចដែលបងប្អូនបានដឹងស្រាប់ហើយគ្មានប្រទេសណាដែលល្អឥតខ្ចោះនោះទេប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាអាមេរិកគឺជាប្រទេសដែលល្អបំផុតហើយអញ្ចឹងនៅពេលដែលបងប្អូនបានស្ដាប់ក៏ដូចជាមើលវីដេអូនេះហើយបងប្អូនអាចគិតពិចារណាស្រាវជ្រាវបានដោយខ្លួនឯងមិនមែនថាអ្វីដែលខ្ញុំនិយាយទាំងអស់គឺសុទ្ធតែត្រូវនោះទេគឺបងប្អូនមានសិទ្ធិអាចគិតឲ្យខ្លួនឯងបានប៉ុន្តែខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទៅស្រាវជ្រាវសិក្សាកុំឲ្យបងប្អូនចេះតែគិតទៅលើរឿងដែលយល់ច្រឡំរហូតមក